បុរសនោះបានដាក់ដាវទម្ងន់10.000 គីឡូក្រាមរបស់គាត់នៅលើដីសូម្បីតែមេដាវក៏មិនអាចលើកវាដែរវាបានប្រែក្លាយថាបុរសម្នាក់នេះមានទេពកោសល្យមិនធម្មតាសម្រាប់ជំនាញដាវក្នុងរយៈពេលត្រឹមតែ5ឆ្នាំគាត់បានឈានដល់កម្រិតខ្ពស់បំផុតនៃការប្រយុទ្ធដាវប៉ុន្មានថ្ងៃក្រោយមកការប្រកួតដាវធំមួយចិត្តចាប់ផ្ដើមបុរសនេះត្រូវបានគេជឿជាក់ថាការប្រកួតនេះនឹងផ្លាស់ប្តូរជីវិតរបស់គាត់មុនពេលចេញដំណើរម្ចាស់របស់គាត់បានឲ្យដាវមួយដើមទម្ងន់0.0.0 គីឡូក្រាមមកគាត់ហើយប្រាប់គាត់ថាគាត់ត្រូវតែកាន់វានៅលើខ្នងរបស់គាត់គ្រប់ពេលប៉ុន្តែអ្វីដែលបុរសនោះមិនដឹងនោះគឺដាវដែលម្ចាស់គាត់ឲ្យគាត់ពិតជាមានទម្ងន់10.000 គីឡូក្រាមនៅក្នុងការប្រកួតពួកគេបានប្រកាសពីច្បាប់ប្រកួតលើស្លឹកឈើជ្រុំមួយសន្លឹកអ្នកណាកាត់ស្លឹកច្រើនជាងគេជាអ្នកឈ្នះប៉ែក Henry ដំបូងគឺជាកូនអ្នកមានដែលកាត់ស្លឹកទាំង12យ៉ាងរហ័សទី2គឺជាអ្នកជំនាញអាថ៌កំបាំងម្នាក់ដែលឈរស្ងៀមយ៉ាងល្អឥតខ្ចោះបន្ទាប់មកស្រាប់តែទាញដាវរបស់គាត់ថាមពលដាវរបស់គាត់បានបំបែកស្លឹកទាំងអស់ភ្លាមគ្រប់គ្នាស្រឡាំងកាំងប៉ែក Henry ទី3គឺជាបុរសរបស់យើងកាន់ដាវទម្ងន់10.000 គីឡូក្រាមរបស់គាត់ទៅកាន់ស្លឹកបន្ទាប់ពីតស៊ូអស់ជាច្រើនឆ្នាំគាត់អាចកាត់បានត្រឹមតែ4ស្លឹកភ្លាមសាច់ចំអកបានផ្ទុះឡើងជុំវិញគាត់ជុំទី2អនុប្រធានសមាគមដាវបានបញ្ចេញវិញ្ញាណដាវចំនួន9នៅលើវាលអ្នកណាដែលអាចរស់រានមានជីវិតពីការវាយប្រហាររបស់ពួកគេយូរបំផុតនឹងឈ្នះស្ត្រីទី1បានក្រោកឈរឡើងហើយបង្ហាញភាពប៉ិនប្រសប់ដ៏អស្ចារ្យភ្លាមដោយបានយកឈ្នះដាវវិញ្ញាណទាំង9ក្នុងរយៈពេលត្រឹមតែ3ម៉ោងប៉ុណ្ណោះនាងទទួលបានការយល់ព្រមពីអនុប្រធានបន្ទាប់មកទៀតគឺជាកូនអ្នកមានដែលមិនឈានមុខប៉ុន្តែសោះប៉ុន្តែរក្សាការបម្រុងជំនួសវិញគាត់មានរយៈពេល2ម៉ោងទីបំផុតបុរសរបស់យើងបានឈានជើងឡើងដោយសារតែដាវរបស់គាត់ធ្ងន់ពេកគាត់មានរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះមុនពេលដាវ Spirit យកឈ្នះគាត់លួចនោះបុរសនោះបានក្លាយជាប៉ែក Henry ដែលមានចំណាត់ថ្នាក់អាក្រក់បំផុតនៅចុងក្រោយអនុប្រធានបានធ្វើឲ្យបេក្ខជនប្រឈមមុខនឹងអ្នកជំនាញអាថ៌កំបាំងDietrich Kidd បានប្រកួតដំបូងប៉ុន្តែមិនអាចទប់បានសូម្បីតែមួយជំហានពីគូប្រកួតស្ត្រីនោះបានឡើងដើម្បីតទល់បន្ទាប់មកនាងបានទាញដាវរបស់នាងហើយអ្នកប្រដាល់ទាំងពីរបានបង្ហាញជំនាញមិនគួរឲ្យជឿប៉ុន្តែនាងត្រូវបានចាញ់បន្ទាប់ពីត្រឹមតែ2ជុំបន្ទាប់មកអ្នកជំនាញអាថ៌កំបាំងបានបញ្ចេញថាមពលដាវដ៏មានអានុភាពយ៉ាងក្រអឺតក្រទមបង្ខំឲ្យមនុស្សជុំវិញខ្លួនលុតជង្គង់ប៉ុន្តែបុរសនោះមិនព្រមទទួលយកភាពសុខដុមរមនាពេញមួយជីវិតគាត់បានបោះដាវដ៏ធ្ងន់របស់គាត់ដោយអស់ពីកម្លាំងរបស់គាត់រួចដាវមួយជំហានទៅកាន់សមរភូមិបុរសនោះស្រែកពេញសួតតាំងចិត្តតស៊ូនឹងវាសនាពេលដែលគ្រប់គ្នាគិតថាគាត់វង្វេងស្មារតីគាត់ស្រាប់តែបោះចោលដាវដ៏ធ្ងន់មួយដើមរើសមែកឈើហើយផ្ទួលអ្នកជំនាញអាថ៌កំបាំងដ៏ក្រអឺតក្រទមពេលនោះមនុស្សបានដឹងថាយុវជនដែលពួកគេបានមើលងាយនេះពិតជាមេដាវមែនក្រោយមកបុរសនោះក៏លាតត្រដាងពីអំណាចពិតរបស់គាត់នៅចំពោះមុខមនុស្សគ្រប់គ្នាគាត់ស្រែកថាដាវមករកខ្ញុំងួយរំពេចនោះមេឃពោពេញដោយដាវហោះរាប់ពាន់ឃើញបែបនេះគ្រប់គ្នាឈរនៅទីនោះស្រឡាំងកាំងទាំងស្រុង